ជំរាបសួរនិងសួស្តីអ្នកទស្សនាវីដេអូជាទីគោរពរាប់អាននាងខ្ញុំមានឈ្មោះអាប់លីសានិងមិត្តរបស់នាងខ្ញុំម្នាក់ទៀតឈ្មោះទ្រិសាណាគិតពួកយើងរៀននៅថ្នាក់ទី9កនៃសាលាវិទ្យាល័យខេត្តរមៀលដែលបានសិក្សានៅក្នុងបច្ចេកវិទ្យាម៉ោង5:06មកពីក្រុម The Strongest Girl ថ្ងៃនេះពួកយើងចង់មកណែនាំអំពីកម្មវិធី app មួយដែលពួកយើងបានបង្កើតឡើងមានឈ្មោះថា Khmer Culture ដែលបានដឹកនាំដោយលោកគ្រូនៅសុគា app នោះដែរគឺពួកយើងបង្កើតឡើងមានគោលបំណងចង់លើកស្ទួយមុខម្ហូបវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោកឲ្យបានដឹងកាន់តែច្បាស់យើងទាំងអស់គ្នាដឹងហើយថាមុខម្ហូបគឺជាកត្តាចាំបាច់បំផុតសម្រាប់ជីវិតមនុស្សយើងរស់នៅក្នុងការបរិភោគប្រចាំថ្ងៃបើក្រឡេកទៅមើលនៅតាមបណ្ដាប្រទេសលើពិភពលោកគឺតែងតែមានមុខម្ហូបដែលជាវប្បធម៌អរិយធម៌របស់ខ្លួនតាំងពីបុរាណកាលមករីឯនៅប្រទេសកម្ពុជាយើងវិញក៏ដូចគ្នាផងដែរគឺមានមុខម្ហូបដែលជាវប្បធម៌អរិយធម៌ដូចគ្នាក្នុងការធ្វើម្ហូបនីមួយៗគឺតែងតែមានគ្រឿងផ្សំនិងវិធីចម្អិនខុសៗគ្នាបើយើងក្រឡេកមកមើលក្មេងៗចំនួនក្រោយវិញគឺពួកគេមិនទាន់បានសូវយល់ដឹងអំពីគ្រឿងផ្សំនិងវិធីចម្អិនក្នុងការធ្វើម្ហូបនោះផងដែរដើម្បីលើកស្ទួយនៅវិស័យធ្វើម្ហូបអាហារខ្មែរហើយនឹងឲ្យកូនចៅជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីវិធីធ្វើម្ហូបនោះគ្រូរបស់ពួកយើងបានសម្រេចចិត្តថាបង្កើតនៅ app មួយដែលទាក់ទងនឹងវិធីធ្វើម្ហូបខ្មែរផងដែរដែលមានឈ្មោះថា Khmer Culture ជាចុងបញ្ចប់ពួកយើងសង្ឃឹមថា app របស់ពួកយើងនឹងជួយសម្រួលដល់បញ្ហាអ្នកប្រើប្រាស់ជួយអភិវឌ្ឍដល់សង្គមសហគមន៍និងប្រទេសជាតិហើយក៏បានជួយផ្សព្វផ្សាយដល់វប្បធម៌អរិយធម៌ខ្មែរផងដែរពួកយើងសូមធ្វើការអភ័យទោសដល់កំហុសខុសឆ្គងត្រង់ណាមួយដែលចេតនាសូមអរគុណនិងសូមជម្រាបលា